ជំរាបសួរនិងសូមស្វាគមន៍ពុកម៉ែបងប្អូនមកកាន់វេទិកាលុះប្រលឹងសាច់រឿងមុនខ្ញុំបាននិយាយពីព្រះវិហារចិនដែលខ្ញុំបានរៀននោះដំបូងគឺជាផ្ទះមួយដែលខ្ញុំតែងឃើញគេទុកចោលរហូតតតែគ្រូចិនគាត់បានមកជួលនិងបើកបង្រៀនភាសាចិនទើបមានអ្នកស្គាល់កំឡុងពេលបង្រៀនភាសាចិនក៏តែងមានការទទួលសិស្សមកពីតាមស្រុកឆ្ងាយៗឲ្យស្នាក់អាស្រ័យនៅផងដែរវគ្គមុនខ្ញុំបានលើកឡើងថាក្នុងនោះមានសិស្សស្រីម្នាក់មកពីស្រុកកងមាសមកស្នាក់នៅនិងរៀនភាសាចិននៅទីនោះហើយខាងក្រោមគឺជាសាច់រឿងដែលខ្ញុំទទួលបានពីគាត់ផ្ទាល់ដែលជាអ្នកដែលបានជួបហេតុការណ៍ចម្លែកនិងរន្ធត់ជាច្រើនក្នុងព្រះវិហារនោះហើយសាច់រឿងមានដូចតទៅពេលដែលរើចូលទៅនៅក្នុងព្រះវិហារដំបូងក្នុងមួយបន្ទប់តម្រូវឲ្យស្នាក់នៅមនុស្ស3នាក់ពេលយប់ទី1អ្វីមានការប្រក្រតីធម្មតាលុះយប់បន្ទាប់ស្រាប់តែមានស្ត្រីចំណាស់សក់សស្លៀកក្បិនពានាក្រមាសូត្រសមានសត្វសេកនៅទុំលើស្មាចង្អុលមុខនឹងស្រែកជេរគាត់ខ្លាំងថាមិនមកដេកកន្លែងអញឆាប់ចេញភ្លាមដោយមានហៅឈ្មោះគាត់ចំផងដែរលុះព្រឹកឡើងគាត់បានយករឿងរ៉ាវដែលបានជួបការពីយប់មិញទៅប្រាប់អ្នកគ្រូពួកគ្រូបាននាំគ្នាដាក់សែនដង្វាយផ្លែឈើអុជធូបសូត្រធម៌ហើយប្រញាប់ធ្វើការផ្លាស់ប្ដូរទិសក្បាលដំណេករបស់គាត់វិញជារៀងរាល់ថ្ងៃតែមានការចែកវេនគ្នាដាំបាយធ្វើម្ហូបនិងលាងចានយប់ថ្ងៃមួយក្រោយពេលដែលធ្វើម្ហូបរួចហើយគ្រូតែងតែផ្ដាំថាក្រោយពេលលាងសម្អាតបន្លែផ្លែឈើហើយត្រូវសម្រិតកាកផ្សេងដាក់ក្នុងធុងសម្រាមចំណែកឯទឹកដែលនៅសល់នោះគាត់បានជះទៅខាងក្រោយផ្ទះបាយព្រោះនៅខាងក្រោយផ្ទះបាយមានដាំបន្លែតិចតួចដែរពេលនោះស្រាប់តែឃើញស្រមោលមនុស្សស្ទង់ឈរនៅក្បែរដើមចេកខាងក្រោមនោះសម្លឹងមើលមកគាត់ក្នុងសភាពលងបន្លាចគួរឲ្យរន្ធត់ពេលនោះគាត់ភ័យណាស់ប្រញាប់រៀបចំទុកដាក់របស់របរហើយរត់ទៅខាងមុខបាត់ទៅក្រោយមកមានពេលមួយគាត់បានយកខោអាវទៅហាលនៅវេរ៉ាំដាខាងក្រោយនោះគាត់ហាក់ចាប់អារម្មណ៍ថាមានមនុស្សកំពុងតែឈរមើលគាត់ពីខាងក្រោមមករហូតតែគាត់ធ្វើជាហីក្រោយស្នាក់នៅបានមួយរយៈក៏មានសិស្សម្នាក់បានរើចេញឈប់ស្នាក់នៅព្រះវិហារនោះក្នុងបន្ទប់នោះក៏នៅសល់តែ2នាក់ពួកគ្រូបានរៀបចំបន្ទប់នោះឡើងវិញដោយទិញគ្រែថ្មីដាក់ឲ្យក្នុងបន្ទប់ហើយស្ទើរតែរាល់យប់តែងតែមានគេមកដេកពីក្រោយខ្នងរហូតដែលធ្វើឲ្យគាត់មានអារម្មណ៍ថាគ្រែនោះដេកប្រជិតគ្នាដោយការនៅ3នាក់អញ្ចឹងលុះដល់ថ្ងៃមួយសម័យខ្លួនគាត់ក៏មិនដឹងថាខ្លួនបានធ្វើអ្វីឬនិយាយអ្វីខុសដែរស្រាប់តែធ្វើឲ្យគាត់ពេលភ្ញាក់ពីដេកបើកភ្នែកឡើងបែរជាងងឹតដូចមនុស្សខ្វាក់មើលអ្វីមិនឃើញសោះពេលនោះគាត់ភ័យណាស់បានស្រែកយំហៅគ្រូឲ្យជួយពេលនោះមានគ្រូម្នាក់បានជួយសូត្រធម៌និងគូសក្បាលគ្រែនោះប៉ុន្មានដងហើយកូរទឹកយកទៅថ្វាយព្រះរួចយកទឹកនោះទៅលាងភ្នែកបន្ទាប់ពីសម្រាប់បិទភ្នែកបានមួយសន្ទុះគ្រប់យ៉ាងក៏ត្រឡប់មកជាធម្មតាវិញបន្ទាប់មកក៏នាំគ្នាបោសជូតគ្រែឲ្យស្អាតហើយគ្រូនោះបានបន្តសូត្រនិងគូសគ្រែតាំងពីក្បាលដំណេករហូតដល់ចុងជើងហើយគ្រូបានប្រាប់សិស្សថាលែងកើតអីហើយឈប់ខ្លាចទៅថ្ងៃបន្តមកទៀតជាធម្មតានៅព្រះវិហារតែងមានទម្លាប់អុជធូបថ្វាយព្រះជារៀងរាល់ព្រឹកហើយនៅក្នុងព្រះវិហារមានអាសនៈសម្រាប់គោរពនៅជាន់លើនិងជាន់ក្រោមក្រោយពេលបញ្ចប់ការគោរពនៅជាន់ខាងលើហើយគ្រប់គ្នាបានចុះទៅខាងក្រោមមុនអស់នៅសល់តែគាត់ម្នាក់ឯងក្រោយគេនៅចាំបិទទ្វារខាងលើតែគាត់មិនចាំទេថាពេលនោះគាត់បានធ្វើអ្វីខ្លះព្រោះក្រោយពេលដែលគាត់ដឹងខ្លួនឡើងទើបអ្នកទាំងអស់គ្នាប្រាប់ថាគាត់បានដួលសន្លប់ម្នាក់ឯងនៅខាងលើគ្រប់គ្នាស្រឡាំងកាងសួរទៅគាត់គ្រប់គ្នាកើតអីបានដួលសន្លប់គាត់ថាអត់ដឹងរឿងផងហើយរឿងរ៉ាវហេតុការណ៍ចម្លែកក៏នៅតែបន្តកើតមានលើរូបគាត់ជារឿយតាំងពីមានរឿងហេតុដូច្នេះកើតឡើងមកគ្រូក៏មិនអោយគាត់បន្តគេងនៅក្នុងបន្ទប់នោះទៀតដែរបដូរមករៀបចំកម្រាលគេងនៅមុខអាសនៈព្រះចំកណ្ដាលផ្ទះតែម្ដងសូម្បីតែការងូតទឹកក៏គ្រូបង្គាប់ឲ្យងូតពីក្បាលល្ងាចលែងឲ្យងូតទឹកពេលយប់ទៀតហើយបង្ការការមានបញ្ហានៅក្នុងបន្ទប់ទឹកទៀតថ្ងៃមួយពេលព្រះវិហារមានកម្មវិធីគ្រូជាច្រើនបានមកពីកោះតៃវ៉ាន់ដល់ពេលយប់ឡើងមានការជួបជុំគ្នាញ៉ាំបាយផឹកតែជជែកគ្នាដល់យប់ជ្រៅពេលនោះគ្រូបានសរសើរទៅសក់គាត់ថាសក់អ្នកស្អាតណាស់ខ្មៅរលោងវែងអន្លាយតែម្ដងនិយាយបណ្ដាស្ទាបបង្អែសក់ក្បាលគាត់បណ្ដាក្រោយពេលជជែកគ្នាហើយក៏បំបែកគ្នាចូលគេងអស់ទៅនៅសល់តែគាត់ម្នាក់នៅគេងខាងក្រៅតែគាត់ភ្លេចខ្លួនក៏ទៅគេងលើសាឡុងហើយបែរមុខទៅទ្វារខាងក្រៅស្រាប់តែខ្មោចស្រីនោះបានបង្ហាញខ្លួននៅចុងជើងអង្គុយបែរខ្នងរកគាត់ដោយធ្វើសកម្មភាពសិតនិងច្បូតសក់វែងអន្លាយក្នុងសម្លៀកបំពាក់រ៉ូបសវែងគាត់បានបន្តទៀតថាពេលដែលឃើញដូចនោះ
គាត់ថាគាត់ធ្វើអីមិនត្រូវទេមានតែនិយាយតិចៗទៅកាន់ខ្មោចនោះថាសក់អ្នកស្អាតណាស់ស្អាតជាងខ្ញុំទៀតហើយក៏សំងំបិទភ្នែកដេកទៅព្រោះពេលនោះនឹកឃើញថាប្រហែលចង់ឲ្យមានអ្នកសរសើរហើយទៅមកបង្ហាញខ្លួនអញ្ចឹងណាមួយគាត់ក៏ខ្លាចខ្មោចនោះបែរមុខមករកគាត់ដែរនិយាយពីហេតុការណ៍នៅក្នុងបន្ទប់ទឹកវិញម្ដងជារឿយពេលគាត់ទៅងូតទឹកតែមានការលងបន្លាចហើយលេងលាក់របស់របរហើយតែគាត់យកសាប៊ូកក់សក់ទៅដាក់ដល់ក្នុងបន្ទប់ទឹកពេលងូតទឹកបានមួយសន្ទុះបំរុងរៀបនឹងទាញយកមកកក់សក់ហើយស្រាប់តែបាត់សាប៊ូនោះគាត់មិនសង្ស័យច្រើននឹកថាប្រហែលខ្លួនឯងវង្វេងមិនបានយកមកហើយក៏ដើរចេញទៅក្រៅយកមកថែមពីកញ្ចប់ទៀតស្រាប់តែត្រឡប់មកដល់បន្ទប់ទឹកវិញក៏ឃើញសាប៊ូនោះនៅលើអាងទឹកធម្មតាគាត់ខឹងណាស់ក៏ស្រែកចោលទៅថាលបល់យកមិនដឹងជាស្អីទេលេងនោះលេងហើយក៏បន្តងូតទឹករហូតដល់រួចរាល់លុះយប់ឡើងកំពុងគេងស្រាប់តែឮសំឡេងបើកទឹកចោលក្នុងបន្ទប់ទឹកឈូគ្រប់គ្នានឹកថាប្រហែលជាមានអ្នកណាម្នាក់ភ្លេចបិទទឹកហើយក៏ដើរទៅមើលតែអ្វីធម្មតាក្បាលរូមីណេក៏មិនមានបើកទឹកដែរគាត់ក៏បានដើរបកមកបន្ទប់គេងវិញដេកបានមួយសន្ទុះសំឡេងបង្ហូរទឹកក៏ចាប់ដើមលឺម្ដងទៀតពេលនោះគាត់បានដឹងថាត្រូវខ្មោចលងទៀតហើយហេតុការណ៍ចម្លែកនេះតែងកើតមានជារឿយស្ទើររៀងរាល់យប់ឡើងคล้ายជាធម្មតាទៅហើយចំណែកឯបន្ទប់ឡៅទឿវិញគាត់ហ៊ាននិយាយថាមិនមែនមួយហើយក៏មិនមែនពីរដែរគឺច្រើនណាស់តែងលងបន្លាចដោយការបង្កសំឡេងប្រកប្រាក់ធ្លាក់នេះធ្លាក់នោះពេលដែលគាត់ចុះទៅខាងក្រោមយកអីវ៉ាន់ហើយពួកគ្រូចេះតែនាំគ្នានិយាយបន្លប់ថាមិនអីទេប្រហែលគ្រាន់តែជាសំឡេងខ្យល់តែប៉ុណ្ណោះទាំងដែលពួកគាត់ច្បាស់ក្នុងចិត្តហើយថានៅក្នុងផ្ទះនោះមានវិញ្ញាណព្រាយនៅពិតមែនលុះរយៈកាលក្រោយមកមានសិស្សចូលមកនៅច្រើនទៅគ្រូបានផ្ទេរឲ្យគាត់ទៅស្នាក់នៅក្នុងបន្ទប់ឡៅទឿនោះគាត់ថាយប់ឡើងមិនបានដេកទេតែមកឆាឆៅលោតផ្លោះបង្អួចចុះឡើងបង្កសំឡេងរំខានសឹងរាល់យប់រហូតមានគ្រូម្នាក់មកពីតៃវ៉ាន់គាត់ចេះខាងសូត្របាលីបង្ក្រាបវិញ្ញាណកោទឹកមុនឲ្យគាត់ផឹកទៅប្លែងមករញ៉េរញ៉ៃគ្រប់គ្នាដែលស្នាក់នៅក្នុងព្រះវិហារនោះផ្ទាល់សុទ្ធតែធ្លាប់បានជួបប្រទះនឹងហេតុការណ៍ចម្លែកទាំងនោះគ្រាន់តែតិចឬច្រើនប៉ុណ្ណោះហើយគ្រូក៏មានការហាមប្រាមគ្រប់គ្នាកុំឲ្យមានការនិយាយចេញទៅក្រៅនាំឲ្យសិស្សដទៃទៀតខ្លាចរអានិងប៉ះពាល់អារម្មណ៍ក្នុងពេលសិក្សាក្រោយមកពួកយើងក៏បានបញ្ចប់កុងត្រាជួលផ្ទះនោះហើយបានសាងសង់ព្រះវិហារថ្មីដែលខ្លួនឯងនៅទីតាំងក្បែរនោះដែរគ្រប់យ៉ាងក៏ប្រសើរឡើងវិញធម្មតារីឯផ្ទះនោះពេលខ្ញុំជិះកាត់ម្ដងឃើញបន្តទុកចោលរហូតទៅកន្លងមកបើទោះជាមានអ្នកជួលក៏មិនដែលឃើញមានអ្នករស់នៅបានយូរដែរតែឃើញមានសភាពស្ងប់ស្ងាត់បិទទ្វារចោលរហូតមកដល់សប្តាហ៍ថ្ងៃនេះហើយហេតុការណ៍ដែលបានសម្រេចខាងលើសូមចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានស្ដាប់ការសម្រាយរឿងខ្មោចរបស់វេទិកាលួសព្រលឹងតាំងពីដើមរហូតដល់ចប់ជាចុងក្រោយសូមជូនពរពុកម៉ែបងប្អូនឲ្យជួបប្រទះតែសំណាងល្អកុំបីឃ្លៀងឃ្លាតឡើយសូមអរគុណសូមគោរពលា